ម៉ែលបយកទៅឲ្យវាបែកគ្នាយ៉ាងទៅក៏វាក៏ល្អដែរឲ្យវាផ្ដោតលើការវឹកហាត់ប្រមុខឲ្យវារៀងខ្លាំងតិចព្រោះថាបើយកចង្ក្រោយនឹងគេរិះគន់វាខ្លាំងធ្លាក់តម្រងនេះសង្សារមិនដូចជាមិនអីទេតែសង្សារក្រោយនីគីនីកូលេដូចជារៀងធ្លាក់ដល់ហើយវាណាត់គ្នាជួបគ្នាពេកមកទៅបានអញ្ចឹងឥឡូវគឺឡាមីយ៉ាម៉ាល់បានប្រកាសជាសាធារណៈឲ្យគឺអ្នកទាំងពីរលែងជាសង្សារនឹងគ្នាហើយក៏លែងរួមរស់ជាមួយនឹងគ្នាដែរការបែកនេះគឺដោយសន្តិវិធីអ្នកទាំងអស់គ្នាអត់មានខាងណាក្បត់ខាងណាទេគឺមានការព្រមព្រៀងគ្នាតែម្ដងហើយអ្នកទាំងពីរគឺនៅតែរាប់អានគ្នាធម្មតានោះទេអញ្ចឹងគឺសម្រាប់ឡាមីយ៉ាម៉ាល់នៅពេលនេះគឺអាចនិយាយមកថារៀងជីផុតពីមតិរិះគន់ទេព្រោះថាគេរិះគន់ច្រើនណាស់តាក់ទិននឹងតម្រងលេងបច្ចុប្បន្ននេះហើយគាត់ជាមួយនឹងនីកូនីកូលេហ្នឹងក៏មានការរិះគន់ច្រើនដែរអញ្ចឹងសង្ឃឹមថាគាត់នឹងប្រឹងប្រែងផ្ដោតទៅលើការវឹកហាត់តែមុខខ្ញុំជឿជាក់ថាការបែកនេះប្រហែលជាមានការអន្តរាគមន៍ពីខាងបាសេផងទៅព្រោះថាបាសេដូចជាមើលឃើញណាចង់ឲ្យគាត់នឹងគឺផ្ដោតលើការវឹកហាត់ជាសំខាន់ផ្ដោតលើបាល់ទាត់នេះតែមួយគត់អញ្ចឹងអាចតែមានពីបាសេផងហើយឡាមីយ៉ាម៉ាល់ក៏រនសំពីមនុស្សជំនាញខ្លួនផងរួមជាមួយនឹងនីគីនីកូលេហ្នឹងក៏គាត់ធ្លាប់និយាយថា fan របស់ឡាមីយ៉ាម៉ាល់ហ្នឹងគឺព្យាយាមប៊ូលូកុំឲ្យគាត់ចាក់ចេញពីឡាមីយ៉ាម៉ាល់ទៅក៏នីគីនីកូលេហ្នឹងក៏មិនសប្បាយចិត្តឥឡូវគឺបែកគ្នាសន្តិវិធីយ៉ាងម្ដងអបសាតូល្អក៏កញ្ចប់ឡាមីយ៉ាម៉ាល់